សួស្តីបងប្អូនទាំងគ្នាឥឡូវចូលមេរៀនទី2នេះម្ដងដោយសារមេរៀនទី1យើងនឹងតាក់ហើយតើក្នុងមេរៀនទី2នេះចំណងជើងតាក់ទងនឹង routine new routine ដែលជាទម្លាប់ថ្មីយើងស្គាល់ទម្លាប់ណា routine habit នេះជាទម្លាប់ជាសកម្មភាពដែលយើងធ្វើម្ដងហើយម្ដងទៀតនឹងជាទម្លាប់ហើយទម្លាប់ថ្មីជាទម្លាប់ដែលយើងអត់ធ្លាប់ធ្វើទេតែឥឡូវយើងចាប់ផ្ដើម adapt យើងចាប់ផ្ដើមបន្ស៊ាំខ្លួនធ្វើនឹងហេតុទម្លាប់ថ្មីជាក្នុងមេរៀនពាក្យគ្រូដកស្រង់មកប្រហែលជា20ពាក្យនេះជានឹងអ្នកគ្នាស្ដាប់គ្រូអានពាក្យនីមួយៗហើយយើងរៀនថាតាមណាជានៅក្រោយវីដេអូគឺមានជា quiz ឲ្យបងប្អូនអនុវត្តតោះយើងចាប់ផ្ដើមពាក្យទី1 sunrise sunrise ប្រែថាព្រះអាទិត្យរះបងប្អូនចេះអាន IPA នេះក៏ល្អជាងណាបើអត់តន់ចេះប្រហែលយើងគ្រូនឹងធ្វើកូន clip វីដេអូមួយទៀតប្រាប់ពីរបៀបអានហ្នឹងតោះ sunrise ព្រះអាទិត្យរះPDP hardly ever hardly ever ដាក់ពាក្យជាគុណគេស័ព្ទតែមានន័យថាកម្រពាក្យទី3 lost lost តែមានន័យថាបាត់ឬក៏វង្វេងផ្លូវពាក្យទី4 strict strict ប្រែថាតឹងតែងឬក៏តឹងរ៉ឹងជាយូរទៅយើង apply ទៅលើច្បាប់តឹងរ៉ឹងណា Next is class monitor class monitor ប្រធានថ្នាក់ The next word traditional traditional បែបប្រពៃណី and the next word instrument instrument មានន័យថាឧបករណ៍តន្ត្រីយើងអាចយកពាក្យ traditional យកមកផ្គុំជាមួយ instrument បាន traditional instrument មានន័យថាឧបករណ៍តន្ត្រីបែបប្រពៃណី The next word dance ដែលមានន័យថារាំឬក៏របាំ Next punch ប្រែថាដាល់ The next word kick ដែលមានន័យថាតតឬក៏ធាក់ After that we have the word soft មានន័យថាទន់ The next word is hard មានន័យថារឹងឬក៏ពិបាកអ្វីមួយពិបាកធ្វើក៏យើងប្រើពាក្យ hard នឹងបានប្រើមួយរបស់ដែលមានន័យថារឹងហ្នឹងក៏យើងប្រើបាន Next we have palm tree មានន័យថាដើមត្នោតបើយើងដាក់ខខណៈពីមុខក៏យើងអាចថាដើមដូងបានដែរណា Next we have rice field វាស្រែ police station ស្ថានីយ៍ប៉ូលីសឬក៏ប៉ប៉ូលីស Next we have restaurant ដែលមានន័យថាភោជនីយដ្ឋាន Next word pocket ហៅប៉ៅអាចហៅប៉ៅខោឬក៏ហៅប៉ៅអាវ trousers ខោជើងវែង and the next word snack ម្ហូបឬក៏អាហារសម្រន់ Last but not least internet cafe ជាហាងអ៊ីនធឺណិតមានកុំព្យូទ័រមានអ៊ីនធឺណិតឲ្យយើងប្រើនៅ internet cafe ណាពេលយើងអត់កុំព្យូទ័រយើងអាចចូលទៅនឹងដើម្បីប្រើប្រាស់អ៊ីនធឺណិតបានប៉ុន្តែភាសានេះទីតាំងសាធារណៈមិនជាសុវត្ថិភាពប៉ុន្មានលេតិន័យយ៉ាងទេតោះចឹងក្រោយ clip នេះគឺមាន quiz ចំនួន10ដកស្រង់គីមីពាក្យហ្នឹងបងប្អូនព្យាយាមមើលហើយព្យាយាមរើសចម្លើយខ្លួនឯងតើបងប្អូនអាចរើសត្រូវឬក៏អត់អូខេតោះចឹងយើងចាប់ផ្ដើមទៅតែម្ដងទី1 I put my money in my pocket sorry put my money in my ចូលមាត់បាត់ណា2 pocket យ៉ាហៅប៉ៅលុយដាក់ក្នុងប៉ៅយើងហ្នឹងលុយមិនដាក់ណាទៀតណាតោះលំហាត់បន្ទាប់តលំហាត់ទី2 The pillow feels weary pillow ហ្នឹងខ្នើយតែខ្នើយមានអារម្មណ៍មិនពេលយើងប៉ះខ្នើយ Yeah the answer is C ទ
tuần soft cái nào bây giờ ba tới cái tuần mà mình tuần đầy mình số nè exercise number 3 farmers working day các sẽ cóធ្វើការនៅ rice field yeah នៅវាស្រែកសិករគេធ្វើស្រែហើយស្រែជាកន្លែងកសិករធ្វើណាកសិករធ្វើការនៅភោជនីយដ្ឋាននេះ exercise number 4 we eat dinner at a នេះណាញ៉ាំអាហារពេលល្ងាចនៅ restaurant yeah good ញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋាន next Five. A coconut grows on a yeah. Palm tree. Nice. Exercise number 6. My uncle works at a ពូบอกខ្ញុំធ្វើការនៅ police station ស្ថានីយ៍ប៉ុស្តិ៍ប៉ូលីសណាប៉ុស្តិ៍ប៉ូលីសpolice ធ្វើការនៅប៉ុស្តិ៍ប៉ូលីសចឹងហ្នឹងណា Number 7. He's wearing new today គាត់ពាក់ចុចថ្មីថ្ងៃនេះអីគេ Yeah hey trousers ពាក់ខោថ្មីថ្ងៃហ្នឹង Number 8. I bought a to eat after school ខ្ញុំទិញចុចដើម្បីញ៉ាំបន្ទាប់ពីខ្ញុំពីសាលាទិញអីគេហ៎ Yeah អេទិញ snack អាហារសម្រន់ពេលតនេះញ៉ាំលេងហ្នឹងហាញ៉ាំលេងណា 9. My computer is broken so I will go today computer ខ្ញុំខូចហើយដូច្នេះខ្ញុំនឹងទៅឯណា Internet cafe ហាងអ៊ីនធឺណិតតើហ្នឹងមានកុំព្យូទ័រប្រើមានអ៊ីនធឺណិតប្រើដូច្នេះយើងអាចធ្វើការបាន And the last one choose the correct option this rock is very ជ្រើសឲ្យត្រូវថ្មហ្នឹងវាល្មិច hard ចម្លើយគឺ D ថ្មរឹងហ្នឹងមិនដែលមានថ្មទន់ទេណាយើងមាន10 quiz ហ្នឹងហើយជួយបង subscribe ម្នាក់មួយផងហើយនៅក្នុង channel លោកគ្រូយើងមានវីដេអូផ្សេងៗនៅក្នុងការបង្រៀនណាបើមានពេលទំនេរយើងអាចចូល browse មើលវីដេអូផ្សេងៗហើយហាត់រៀនតាមនឹងទៀតណាអរគុណអ្នកនរគ្នាយើងជួបគ្នានៅមេរៀនក្រោយកុំភ្លេចកត់មានយកសភៅមុនចូលថ្នាក់ណា